ថ្ងៃនេះមកតាមសំណូមពររបស់បងប្អូនជាច្រើនដែលគាត់បានឆាតមកនឹងខ្ញុំឲ្យនឹងខ្ញុំនឹងធ្វើពីវីដេអូរបៀបធ្វើបង្អែមឆាអំបុកអ្នកកំពតផងដែរប៉ុន្មានថ្ងៃនេះខ្ញុំកំពុងតែរវល់ចែករំលែកចានឹងជួយផ្សព្វផ្សាយពីសិល្បករខ្មែរយើងដែលគាត់នឹងមកច្រៀងនៅប៉ារីសថ្ងៃទី1ខែ12ហ្នឹងបងប្អូនចឹងហើយនេះខ្ញុំអត់មានពេលកាត់តតែថ្ងៃនេះខ្ញុំមកតាមសំណូមពរជូនបងប្អូនហើយថ្ងៃនេះផងដែរគឺនេះខ្ញុំមកចែករំលែកពីវិធីធ្វើបង្អែមឆាអំបុកអ្នកកំពតផងដែរចាហើយនេះគឺជាគ្រឿងផ្សំចាចំពោះគ្រឿងផ្សំនេះគឺអត់មានអីច្រើនទេបងប្អូនអាចមើលនៅលើក្រងនឹងបានជាដំបូងហ្នឹងគឺនេះខ្ញុំយកអំបុកហ្នឹងចំនួន2កូនចានចង្កឹះនេះខ្ញុំយកទៅរំលីងឲ្យវាបានឡើងស្រួយសិនណាចំពោះការរំលីងនេះផងដែរបងប្អូនចាំបាច់រំលីងឲ្យរៀងឡើងក្រហមទេបងប្អូនកាលណាតែវារៀងឡើងក្រហមហ្នឹងគឺរសជាតិផ្សេងទៀតបងប្អូនតែបើចំពោះនេះខ្ញុំគឺនេះខ្ញុំរំលីងធ្វើយ៉ាងម៉េចឲ្យវាបានត្រឹមតែស្រួយបានហើយបងប្អូនគឺនេះខ្ញុំអត់យកដល់ថ្នាក់ក្រហមទេតែបើសិនជាបងប្អូនគិតថាបងប្អូនចង់ញ៉ាំអំបុកឲ្យវារៀងចាឡើងបានក្រហមគឺបងប្អូនចាធ្វើទៅតាមចំណូលចិត្តណានៅពេលដែលនេះខ្ញុំបានរំលីងអំបុកហ្នឹងបានឡើងស្រួយល្អហើយគឺនេះខ្ញុំចិត្តចេកចាជាដុំទុយៗបងប្អូនកាលណាបងប្អូនដាក់ចេកកាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនតែដល់ឡែកនេះខ្ញុំមានចេកតិចមែនតែនអញ្ចឹងហើយគឺនេះខ្ញុំមានប៉ុណ្ណាគឺដាក់ប៉ុណ្ណឹងបើសិនជាបងប្អូននៅខាងអឺរ៉ុបគាត់ប្រើជាមួយនឹងចេកបារាំងគឺនិយាយទៅរសជាតិខុសគ្នាបងប្អូនណាតែបើសិនជាយើងអត់មានជំរើសទេគឺមានតែប្រើជាមួយនឹងចេកបារាំងនឹងឯងបងប្អូនអើយតែនេះខ្ញុំដោយសារនេះខ្ញុំបានទៅប៉ារីស13ហ្នឹងក៏មានគេលក់ចេកខ្មែរបងប្អូនចឹងហើយក៏ចាសម្រាប់ចិត្តថាទិញចេកនឹងយកមកហើយឆ្ងាញ់មែនទែនបងប្អូនជាមួយនឹងចេកសរបស់យើងណាពេលដែលយើងបានចិត្តចេកនឹងរួចរាល់ហើយបងប្អូនយកវែកក៏បានយកស្លាបព្រាក៏បានចាបងប្អូនយកទៅសង្កត់ជាមួយនឹងជាមួយនឹងអំបុកហ្នឹងបងប្អូនធ្វើយ៉ាងម៉េចឲ្យអំបុកហើយនឹងចេកហ្នឹងគឺវាច្បល់ធ្វើម៉េចឲ្យវាបានចូលគ្នាល្អដើម្បីវាទៅជាដុំជាមួយនឹងអំបុកហ្នឹងនៅពេលដែលយើងញ៉ាំទៅវាជាប់អំបុកជាប់ចេកចាហើយជាបន្តពីហ្នឹងគឺនេះខ្ញុំបន្ថែមជាមួយនឹងស្ករសហ្នឹងចំនួន1ស្លាបព្រាកាហ្វេតែបើសិនជាបងប្អូនគិតថាចង់រៀងផ្អែមជាងហ្នឹងបងប្អូនភ្លក់មើលទៅណាតែបើនេះខ្ញុំអត់ចង់យកផ្អែមពេកទេព្រោះនេះខ្ញុំកាត់បន្ថយជាតិស្ករអញ្ចឹងហើយគឺនេះខ្ញុំដាក់តែ1ស្លាបព្រាកាហ្វេទេតែបើសិនជាបងប្អូនចង់រៀងផ្អែមដិតជាងហ្នឹងបងប្អូនថែម1ស្លាបព្រាបាយទៅព្រោះអីអំបុកដែលនេះខ្ញុំបានដាក់ជាមួយនឹងកូនចានរបស់នេះខ្ញុំនឹងគឺវារៀងធំដែរចឹងហើយវារៀងច្រើនហើយជាចុងក្រោយនោះគឺនេះខ្ញុំបន្ថែមជាមួយនឹងចាសាច់ដូងខ្ចីចាកុំឲ្យវារៀងចាស់ខ្លាំងពេកបងប្អូននៅរៀងខ្ចីបងប្អូនដើម្បីនៅពេលដែលយើងញ៉ាំទៅគឺវានៅឈប់ហើយអត់រឹងណាបងប្អូនកំឡុងពេលដែលបងប្អូនចាប់ផ្ដើមបន្ថែមជាមួយនឹងស្ករសហ្នឹងណាបងប្អូនត្រូវបន្ថយភ្លើងឲ្យតិចចាស់បងប្អូនកុំដាក់ខ្លាំងពេកកាលណាតែខ្លាំងពេកគឺវាធ្វើឲ្យឆាប់ខ្លោចបាតខ្ទះព្រោះអីខ្ទះខ្លះវាអត់ដូចគ្នាបងប្អូនខ្ទះខ្ញុំវារៀងស្ដើងចឹងហើយកាលណាតែខ្ញុំដាក់ភ្លើងខ្លាំងពេកគឺវាធ្វើឲ្យឆាប់ខ្លោចបាតណាហើយទី2ទៀតគឺវាធ្វើឲ្យអំបុករបស់យើងវាហិតតែឡើងក្រហមចឹងហើយយើងបន្ថយភ្លើងនឹងមកយ៉ាងហោចណាស់ក៏ពាក់កណ្ដាលដែរបងប្អូនហើយបើចំពោះចក្រាននេះខ្ញុំវិញគឺនេះខ្ញុំមានពីលេខ1ដល់លេខ9អញ្ចឹងហើយនេះខ្ញុំចុះដល់ប្រហែលជាលេខ3អីបងប្អូនលេខ2លេខ3ចំពោះទឹកដូងវិញគឺយើងស្រោចនៅពេលដែលយើងចាប់ផ្ដើមញ៉ាំបងប្អូនស្រោចនៅពីលើអំបុកនឹងទៅកាលណាតែបងប្អូនស្រោចទុកគឺវាធ្វើឲ្យអំបុករបស់យើងគឺធ្ងន់មានបងប្អូនស្រីម្នាក់គាត់បានសួរថាបងចុះបើយើងឆាអត់ដាក់ចេកបានអត់និយាយទៅហ្នឹងគឺទៅតាមចំណូលចិត្តរបស់បងប្អូនណាបើសិនជាអូនអត់ចង់ញ៉ាំគ្រឿងផ្សំមួយណាបងអូនអត់ចាំបាច់ដាក់ក៏បានដែរប៉ុន្តែដល់ឡែកបើសិនជាអូនអត់ដាក់ចេកនិយាយទៅគឺវាហូរជាតិផ្សេងទៀតអូនបើសិនជាអូនញ៉ាំជាមួយនឹងចេកក៏ឆ្ងាញ់ដែរនិយាយទៅវាចូលជាតិគ្នាបានពេលដែលនេះខ្ញុំចាប់ផ្ដើមញ៉ាំគឺនេះខ្ញុំស្រោចទឹកដូងនឹងពីលើបន្តិចកុំបាច់ដាក់ច្រើនទេបងប្អូនកាលណាដាក់ច្រើនគឺវាធ្វើឲ្យអំបុករបស់បងប្អូនវារត់តែតុនខ្លាំងណាចាគឺនេះខ្ញុំដាក់តែបន្តិចទេហ្នឹងនេះខ្ញុំទឹកដូងហ្នឹងគឺនេះខ្ញុំសតតែបន្តិចឯងបងប្អូនអត់ដាក់ទាំងអស់ទេឧទាហរណ៍ថាបើសិនជាបងប្អូនញ៉ាំអំបុកហ្នឹងទៅនៅសល់បងប្អូនហើយកុំចោលឲ្យសោះបើបងប្អូនគិតថាអូយតុនហើយញ៉ាំមិនកើតអីមិនកើតហ្នឹងបងប្អូនកុំចោលណាបងប្អូនយកអំបុកដែលនៅសល់ហ្នឹងបងប្អូនដាក់ខ្ចប់ជាមួយនឹងអាលូមីញ៉ុមហើយបងប្អូនយកទៅដុតជាមួយនៅក្នុង air fry ក៏បាននៅក្នុង oven ក៏បានដែរអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងធ្វើវិធីមួយនេះហើយបើសិនជាបងប្អូនធ្វើទៅឆ្ងាញ់ចាកុំភ្លេចជួយ
comment ប្រាប់នាងខ្ញុំឬក៏ផ្ញើ message ប្រាប់នាងខ្ញុំបន្តិចមកផងថាអូយតើចំណាប់អារម្មណ៍របស់បងប្អូននៅពេលដែលបងប្អូនធ្វើបែបហ្នឹងឆ្ងាញ់ឬក៏អត់នេះបងប្អូននៅពេលដែលយើងបានអាំងទៅត្រឹមឲ្យវារៀងឡើងក្រហមព្រឹងអញ្ចឹងក៏បានដែរបងប្អូនគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនកុំភ្លេចសាកល្បងធ្វើជាចុងក្រោយនេះក៏អរគុណដល់បងប្អូនមិត្តភក្តិទាំងអស់ដែលតែងតែជួយ like និង share ជាមួយនឹងវីដេអូរបស់នេះខ្ញុំនីមួយៗផងដែរហើយទោះបីតិចក្តីច្រើនក្តីតែនៅក្នុងចិត្តរបស់នេះខ្ញុំគឺសប្បាយចិត្តខ្លាំងមែនតើដែលមានមិត្តភក្តិដែលគាត់ជួយគ្រប់គ្រងដែលចែករំលែកចាពីវីដេអូនីមួយៗអរគុណច្រើនជូនពរសុខសប្បាយជម្រាបលាបាយបាយ